តែអ្នកទាំងគ្នាដឹងអត់ថា Game Mobile Legends គឺត្រូវបានដាក់ឲ្យលេងនៅថ្ងៃទី14ខែកក្កដាឆ្នាំ2016នៅឯប្រទេសប្រេស៊ីលណាហើយនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងនិយាយពីដើមកំណើតរបស់ Game Mobile Legends ដែលនៅក្នុងប្រទេសប្រេស៊ីលមួយហ្នឹងដែលកាលនោះ Game មួយនេះគឺស្ថិតនៅក្រោម beta នៅឡើយទេដោយការជំនាន់ហ្នឹង Game មួយនេះគឺមានឈ្មោះថា Mobile Legends 5v5 ដែលជា Game ផលិតឡើងសម្រាប់ទូរស័ព្ទណាហើយនេះគឺជា logo ដំបូងរបស់ Game Mobile Legends ចំណែកឯមួយនេះវិញក៏ជា loading screen ដំបូងគេបង្អស់របស់ Game Mobile Legends មួយហ្នឹងដែរចាស់តែបានជា Game មួយហ្នឹងត្រូវដាក់ឲ្យលេងដំបូងគេនៅប្រទេសប្រេស៊ីលមូលហេតុនោះគឺដោយសារតែ Game Honor of King គឺត្រូវបានដាក់ឲ្យលេងដោយ Tencent Game នៅប្រទេសចិនមុននឹង Game Mobile Legends យើងទៅទៀតដោយការហ្នឹង Game Honor of King គឺមានឈ្មោះថា King of Glory ដែលជា Game មួយបង្កើតឡើងសម្រាប់តែជនជាតិចិនណាហើយនេះគឺជា gameplay របស់ Game មួយហ្នឹងអ្នកគ្នាអាចមើលបានហើយគោលដៅរបស់ Game មួយនេះគឺមិនធម្មតាចង់វាយលុកប្រទេសចិនទេគឺគេមានគោលបំណងចង់ឲ្យ Game មួយនេះមានភាពល្បីល្បាញឲ្យកាន់តែទ្រង់ទ្រាយជាងនឹងទៅទៀតកន្លែងមកកាន់ Game Mobile Legends យើងវិញនៅពេលដែលគ្នាយើងចូលទៅលេង Game ហ្នឹងភ្លាមតួអង្គនៃអ្នកទាំងអស់គ្នាទទួលបានដំបូងគេនោះគឺជា Mia Banshee Skin ជាមួយនឹង mascot girl មួយនេះដែលមានឈ្មោះថា Racer Girl ដែលជាអ្នកណែនាំអ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការលេងថាលេងយ៉ាងម៉េចចឹងណាហើយរូបភាពមួយនេះគឺច្បាស់ណាស់ប្រកបជា concept ដំបូងបង្អស់របស់ Hero Layla នឹងឯងបន្ទាប់ពីគ្នាយើងធ្វើការបំពេញកន្លែង tutorial នឹងហើយគឺគ្នាយើងអាចធ្វើការដាក់ឈ្មោះ game របស់គ្នាបានហើយដែលការចំណងហ្នឹងគឺអត់មាន Hero Yun Chao នៅឡើយទេដែលអ្នកទាំងអស់គ្នានឹងទទួលបាន Hero Bellman ជា Hero ទី2របស់អ្នកទាំងអស់គ្នាហើយបាននិយាយពីរូបភាព Avatar ដែលមាននៅក្នុង game វិញគឺសុទ្ធសឹងតែដកស្រង់ចេញមកពី game Magic Chess ហើយការនោះ Game Mobile Legends គឺមានត្រឹមតែ8 Hero តែប៉ុណ្ណោះសម្រាប់ឲ្យគ្នាយើងយកមកលេងដោយ Mia គឺត្រូវបាន inspire ចេញមកពី Hero Ash ដែលជាតួអង្គរបស់ game League of Legends និង Bellman ត្រូវបាន inspire ចេញ Chromos Hellscream Saber inspire ចេញពី Cyber Raiden និង Samuel ដែលមកពី Metal Gear Series ចំណែកឯ Alice គឺ inspire ចេញពី Lilith ដែលមកពី Magic Rush រីឯ Nana វិញគឺអត់មានព័ត៌មានថា Hero មួយនេះ inspire ចេញមកពី Hero មួយណាទេនិង Tigeria គឺ copy paste ចេញមកពី Champion Garen ដែលជា game របស់ League of Legends ដូចគ្នាចំណែកឯ Akai វិញគឺ inspire ពី Poe ដែលចេញមកពីរឿង Kung Fu Panda នឹងឯងហើយនឹង Dante ដែលជា Hero លោកការសពថ្ងៃហ្នឹងគឺជាការផ្សំបញ្ចូលគ្នាពី Dante បូកជាមួយនឹង Nero ដែលមកពី Devil May Cry ដោយការចំណងហ្នឹងនៅពេលដែលយើងចូលទៅដល់ game ព្រាមគឺមានសលេងថា Welcome to Mobile Legends ឬមួយក៏ 5 seconds before the enemy minion reaches the battlefield និយាយរួមទៅពេលដែលចូលទៅដល់ game ព្រាមគឺស្ងាត់ឆឹងតែម្ដងណាដោយជំនួសវិញគឺគ្នាយើងគ្រាន់តែឃើញ animation នៅពេលដែល hero យើង spawn នៅកន្លែងផ្ទះរបស់យើងហើយការចំណងនោះសូម្បីតែតារាងពិន្ទុក៏អត់ទាន់មានដែរចូលមកដល់ខែសីហាឆ្នាំ2016 Game Mobile Legends បានធ្វើការ update ទៅលើ loading screen របស់ខ្លួនដែលមានរូបរាងបែបនេះហើយ advanced server ឬមួយក៏យើងហៅថា test server ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង game ផងដែរលើសពីនោះខាងមុនទូនបានដាក់បញ្ចូល5 hero ទៅក្នុង game បន្ថែមទៀតដែលមានដូចជា hero base ដែលនឹង inspire ចេញមកពី Davy Jones ទី2គឺជា hero Kling ទី3គឺជា hero Bruno ដែល inspire ចេញពី Naima JO ទី4គឺ hero Karina ដែល inspire ចេញពី Katarina ដែលមកពី League of Legends និងចុងក្រោយទី5នោះគឺជា hero Franco ហើយ Franco ចំណនោះគឺជា hero fighter ដោយការចំណនោះ portrait របស់ hero Franco គឺនៅអត់ទាន់ពេញលេញនៅឡើយទេដោយវាស្ថិតនៅក្រោមការ download ដែលគេជំនួសវិញជាមួយនឹងរូបភាព Eager ដែលជារូបភាពមួយបញ្ជាក់ថារូបភាពរបស់ hero មួយហ្នឹងគឺអត់ទាន់មាននៅឡើយទេចំណែកឯ hero Rafaela វិញគឺមិនទាន់ចេញនៅឡើយទេដោយការចំណនោះសូម្បីតែ hero support មួយក៏អត់ទាន់មាននៅក្នុង game ដែរ Free chess ហើយនិង model chess ក៏ត្រូវបានដាក់បញ្ចូលនៅក្នុង game ហើយ Game Mobile Legends ក៏បាន introduce event ដំបូងគេបង្អស់ដែលមានឈ្មោះថា Rio de Janeiro ហើយនៅក្នុង event ហ្នឹងគឺគេបានបន្ថែមទៅនឹង skin Akai ជាមួយនឹង skin Bruno ដែលជាលក្ខណៈបែប football បាល់ទាត់នឹងឯងហើយ Karina skin ក៏ជា skin ដំបូងគេបំផុតដែលត្រូវបាន remodel ដោយ Moon Tone ដែល skin មួយនេះគឺមើលទៅគឺដូចទៅនឹង skin របស់ Katarina ខ្លាំងមែនតើហើយ Mia Banshee skin មួយនេះក៏ត្រូវបានកែប្រែពីពណ៌លឿងទៅជាពណ៌ក្រហមផងដែរពេលហ្នឹងគឺមាន Hero Yun Chao ហើយដែល Hero Yun Chao មួយហ្នឹងគឺជា Hero សិឡុងសប្ងៃនឹងឯងចូលមកដល់ខែតុលានៅកន្លែង tutorial ដែលបរៀនយើងលេងហ្នឹងគឺគេបានដូរពី Hero Mia ទៅជា Hero Layla វិញដែល Hero Layla ហ្នឹងគឺបានដកស្រង់ចេញពី Black Rock Shooter ចំណែកឯ Mascot Girl ក៏ត្រូវបានកែប្រែទៅជា Urai ដែលមកពី Magic Rush ផងដែរ Hero ដូចជា Rafaela ជាមួយនឹង Idora ក៏ត្រូវបានដាក់ចូលទៅក្នុង game ចំណែករូបភាព skin របស់ Tigeria ហើយនិង Alice ក៏ត្រូវបាន remodel ចេញពីចាស់ទៅថ្មីផងដែរចូលមកដល់ខែធ្នូឆ្នាំ2016 loading screen របស់ game នេះក៏ត្រូវបានដូរភាសាទៀតហើយចំណែក gameplay ក៏ត្រូវបាន improve ឲ្យល្អជាងមុនចំណែកឯ emblem ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង game ដែរហើយបន្តមក Game Mobile Legends ក៏ចេះតែ update បន្តមកទៀតហើយបានបន្ថែមទៅនឹង feature ថ្មីអញ្ចឹងណាហើយក៏បំភ្លេចដែរនៅក្នុងការ improve game របស់ខ្លួននឹងឲ្យកាន់តែល្អប្រសើរជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀតដោយការមុនគឺដូចតែគ្នាយើងបានឃើញថា animation របស់ Game Mobile Legends នីមួយៗគឺជាលក្ខណៈបែប 2D នៅឡើយទេប៉ុន្តែមកដល់ឥឡូវនេះបើនិយាយពី animation របស់ Game Mobile វិញគឺត្រូវបាន improve ច្រើនខ្លាំងមែនតើណាពី 2D មកលក្ខណៈបែប 3D ហើយវាមើលមកគឺដូចនឹងប៉ិតណានិយាយទៅបើប្រៀបធៀបពី animation កាលមុនហើយនឹងឥឡូវវិញនេះគឺ upgrade បានច្រើនខ្លាំងមែនតើហើយតែអ្នកគ្នាបានឃើញ trailer ថ្មីៗដែល Mobile បានបញ្ចេញមកហ្នឹងហើយចេញមកគឺត្រជាក់ភ្នែកហើយមើលទៅគឺវាដូចនឹងការប៉ិតណាអត់ដូចការពីមុនជាលក្ខណៈ 2D បែបតកតាទៀតទេហើយហ្នឹងអ្នកគ្នាអញ្ចឹងខ្ញុំក៏មានតែប៉ុណ្្នឹងដែរចោះអ្នកគ្នាវិញមានយោបល់យ៉ាងណាដែរចំពោះដើមកំណើតរបស់ Game Mobile Legends ហ្នឹងណាកុំភ្លេច comment ខាងក្រោមខ្ញុំបានដឹងម្នាក់មួយផងហើយវីដេអូមួយនេះក៏មិនមែនជាខ្ញុំអ្នកបង្កើតឡើងផ្ទាល់ដែរដែលខ្ញុំនឹងយកមកពីខាងគេដែរទេខ្ញុំមិនធ្វើការដាក់ credit របស់គាត់នៅលើ description ខាងលើអញ្ចឹងណាហើយចុងក្រោយបើសិនអ្នកគ្នាមានតម្រូវការដាក់ QQ ក្នុង Mobile Legends អ្នកគ្នាកុំភ្លេចដាក់តាម Crybe Store ហើយបើសិនអ្នកគ្នាមានតម្រូវការចង់លេខ tournament mode អីអ្នកគ្នាកុំភ្លេចតាក់ទងមក Telegram របស់ខ្ញុំដែល link ខ្ញុំបានដាក់នៅ comment ខាងក្រោមដូចគ្នា